ដំណឹងនៃបទឈប់បាញ់រយៈពេល2សប្តាហ៍នឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញបានคล้ายជាឱសថព្យាបាលមួយដ៏មានប្រសិទ្ធភាពក្នុងការជួយស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចពិភពលោកជាក់ស្ដែងស្ថានភាពទីផ្សារជួញដូរផ្សេងៗដែលធ្លាប់តែតានតឹងបានប្រែមកជារស់រវើកឡើងវិញក្នុងនោះតម្លៃប្រេងឆៅបានដាំក្បាលចុះមកនៅក្រោម$100ក្នុង1បារ៉ែលគណៈទីផ្សារភាគហ៊ុននិងតម្លៃមាសបានចាប់ផ្ដើមមានចលនាវិជ្ជមានគួរឲ្យកត់សម្គាល់តែម្ដងតើការប្រែប្រួលនេះមានឥទ្ធិពលខ្លាំងកម្រិតណាទៅលើស្ថានភាពសេដ្ឋកិច្ចសកលនោះតាមការចេញផ្សាយរបស់សារព័ត៌មានសង្ហបុរីCNA ភ្លាមបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេរ៉ង់ឈានដល់កិច្ចព្រមព្រៀងផ្អាកធ្វើសង្គ្រាមបណ្ដោះអាសន្នរយៈពេល2សប្តាហ៍តម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិកបានដាំក្បាលចុះជាង 16% មកនៅត្រឹមតម្លៃជាង$96ក្នុង1បារ៉ែលចំណែកប្រេងឆៅប្រភេទ Brent ក៏បានធ្លាក់ចុះជិត 16% ដែរមកនៅត្រឹមតម្លៃជាង$93ក្នុង1បារ៉ែលនេះជាសញ្ញាវិជ្ជមានមួយក្នុងការជួយកាត់បន្ថយសម្ពាធអតិផរណាពិភពលោកក៏លេចមកមើលការជួញដូរភាគហ៊ុននៅតំបន់អាស៊ីនេះវិញក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរក្នុងនោះទីផ្សារភាគហ៊ុនជប៉ុនបានហក់ឡើងជាង 4% គណៈទីផ្សារភាគហ៊ុនកូរ៉េខាងត្បូងមានការកើនឡើងជិត 6% ផងដែរដោយឡែកទីផ្សារភាគហ៊ុននៅអាមេរិកបានហក់ឡើងថ្លៃផងដែរក្រោយវិនិយោគិនមានទំនុកចិត្តលើដំណើរការចរចាសន្តិភាពរវាងលោក Donald Trump និងប្រទេសអ៊ីរ៉ង់ជាមួយគ្នានេះតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានកើនឡើងប្រមាណជាង 2% ដោយបានហក់ឡើងថ្លៃជិត$5,800ក្នុងមួយតម្លឹងលោកថៃវងដែលជាពាណិជ្ជករជួញដូរមាសដ៏ល្បីល្បាញម្នាក់បានលើកឡើងថាទីផ្សារមាសនឹងហក់ឡើងបន្ថែមទៀតប្រសិនបើការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថានទទួលបានលទ្ធផលវិជ្ជមាននោះបាទ